បងប្អូនធាតពិតទៅករណីរដ្ឋាភិបាលរបស់អ្នកស្រីផេថងឋានខ្ញុំឆ្លងបានលើកនៅក្នុងវីដេអូរបស់ខ្ញុំកន្លងមកហើយថានរណាក៏ដោយមានអំណាចប៉ុណ្ណាក៏ដោយខ្លាំងក្លាប៉ុណ្ណាក៏ដោយមានប្រជាជនគ្រប់គ្រងប៉ុណ្ណាក៏ដោយបើគេរកឃើញថាអ្នកនោះគឺអាចជះឥទ្ធិពលទៅដល់ប្រជាស្ដាចអាចធ្វើឲ្យស្ដាច់ចោះថយអំណាចថ្ងៃមុខហើយគឺគេអត់ទុកទេគេកំចាយចេញហើយបងប្អូនអញ្ចឹងបើទោះជាឧទាហរណ៍ថាថ្ងៃនេះអត់មានសារសម្លេងបែកធ្លាយចេញពីប្រធានព្រឹទ្ធសភាលោកហ៊ុនសែនយ៉ាងណាក៏ដោយក៏មុននឹងក្រោយគឺរដ្ឋាភិបាលរបស់អ្នកស្រីផេថងឋាននឹងត្រូវរងនៅរដ្ឋប្រហារទម្លាក់ដូចគ្នាគ្រាន់តែថាថ្ងៃនេះនៅពេលដែលលោកហ៊ុនសែនគាត់បានបញ្ចេញសារសម្លេងទៅធ្វើឲ្យមានភាពចលាចលកាន់តែខ្លាំងនៅក្នុងប្រទេសថៃគឺនយោបាយកើតការលែងទុកចិត្តគ្នារដ្ឋមន្ត្រីចាប់ផ្ដើមលាលែងពីក្នុងគណៈបកបាទដូច្នេះលទ្ធភាពនៃការផ្ទុះរដ្ឋប្រហារគឺនឹងកើតមានឡើងនៅថ្ងៃស្អែកយ៉ាងយូរបំផុតខាងស្អែកនេះគឺជាករណីមួយដែលមិនអាចជៀសផុតបងប្អូនខ្ញុំឃើញអ្នកខ្លះសម្ដែងការអាណិតទៅកាន់រដ្ឋាភិបាលរបស់អ្នកស្រីផេថងឋានបាទថាគាត់ខំប្រឹងសម្របសម្រួលឲ្យកម្ពុជានិងថៃនឹងមានភាពប្រក្រតីឡើងវិញបាទប៉ុន្តែតាមរយៈការបែកធ្លាយសម្លេងរបស់លោកហ៊ុនសែនគាត់ទម្លីនឹងធ្វើឲ្យអំណាចរបស់គ្រួសារលោកថាក់ស៊ីននឹងប្រឈមនឹងបញ្ហាព្រាមអញ្ចឹងទៅដូចខ្ញុំបានលើកអញ្ចឹងបងប្អូនវាមិនមែនតតែគាត់ទម្លាយទៅប្រឈមបញ្ហាទេបាទហើយមួយវិញទៀតសម្រាប់ខ្ញុំបើសួរថាតើខ្ញុំអាណិតនយោបាយអាណិតរដ្ឋាភិបាលរបស់អ្នកស្រីផេថងឋានទេខ្ញុំអត់អាណិតទេពីព្រោះអាចនិយាយបានថានេះគឺជាកម្មពៀរបស់ខ្លួនឯងទេដោយសារតែគាត់បានបែងជើងបាទអ្នកដែលនឹងត្រូវទទួលតំណែងជានាយករដ្ឋមន្ត្រីពិតប្រាកដគឺគ្រួសារនេះបានចូលមករៀបចំសេនាយោបែងជើងគេរួចឲ្យគេចាក់ចេញពីក្នុងឆាកនយោបាយដែលឲ្យគេបាត់បង់តំណែងជានាយករដ្ឋមន្ត្រីគឺលោកភីថាលឹមចរិនរតន៍នឹងឯងបាទអញ្ចឹងឥឡូវនេះវេនកម្មរបស់គ្រួសារគាត់គឺធ្លាក់មកលើគ្រួសារគាត់ភ្លាមទេបាទខ្ញុំសួរថាអាណិតទេអត់អាណិតទេផ្ទុយទៅវិញបងប្អូនវាក៏ជាដំណឹងល្អមួយដែរបើអតិពលនយោបាយគ្រួសារថាក់ស៊ីននេះលែងមានក្នុងប្រទេសថៃបងប្អូនក៏វាជាផលវិជ្ជមានមួយសម្រាប់ស្រុកខ្មែរដែរក៏វាជាផលវិជ្ជមានមួយសម្រាប់អ្នកប្រជាធិបតេយ្យខ្មែរដែរបាទអញ្ចឹងវាអត់មានជំរឿសអីទេកម្ពុជាយើងមានតែឈរអោបដៃមើលគ្រាន់តែថារឿងដែលល្អសម្រាប់កម្ពុជាពេលនេះគឺប្រជាជនខ្មែរស្រស់ស្រួលគ្នានៅក្នុងការបាទគោរពទៅតាមការសម្រេចរបស់រដ្ឋាភិបាលអ្វីក៏ដោយបើសិនជាបានប្រយោជន៍ទៅខ្មែរច្រើនយើងគ្រប់គ្រងទាំងអស់បាទសូមអរគុណ